រថយន្តកុងតឺន័រពីរគ្រឿងពន្លះគ្នាបណ្ដាលឲ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់ខេត្តព្រះសីហនុសមត្ថកិច្ចទទួលបន្ទុកកិច្ចការចរចាអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថានៅវេលាម៉ោង 2:10 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 1 ខែកក្កដាឆ្នាំ 2026 មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្តនិងរថយន្តខ្នាតយក្សសណ្ដោងរឺម៉កដឹកទូកុងតឺន័រដែលមានទិសដៅមកពីភ្នំពេញចូលខេត្តព្រះសីហនុទិសដៅស្របគ្នាប្រភពខាងលើបានបន្តឲ្យដឹងថារថយន្តបង្កហេតុម៉ាក Fuso ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3E 3213សណ្ដោងរឺម៉កពាក់ស្លាកលេខភ្នំពេញ 4B 0809បើកបរដោយឈ្មោះខឹមច័ន្ទតារាមនីភេទប្រុសអាយុ30ឆ្នាំមុខរបរបើកបររថយន្តមានទីលំនៅឃុំពើកស្រុកអង្គស្នួលខេត្តកណ្ដាលរងរបួសធ្ងន់រថយន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដៃពណ៌សពាក់ស្លាកលេខភ្នំពេញ 3G 5630សណ្ដោងរឺម៉កពាក់ស្លាកលេខកណ្ដាល 4A0065 បើកបរដោយឈ្មោះសឿនឡូតភេទប្រុសអាយុ38ឆ្នាំមុខរបរបើកបររថយន្តមានទីលំនៅឃុំផ្ដៅជុំស្រុកជើងព្រៃខេត្តកំពង់ចាមនៅក្នុងរបាយការណ៍របស់សមាជិកនគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដោយសារតែការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក្នុងស្ថានភាពផ្លូវកោងហើយចោះចំណោទរថយន្តក៏បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តរងគ្រោះដែលមានផនភាគខាងលើដែលបើកបរដោយឈ្មោះសឿនឡូតភេទប្រុសអាយុ38ឆ្នាំមុខរបរបើកបររថយន្តមានទីលំនៅឃុំផ្ដៅជុំស្រុកជើងព្រៃខេត្តកំពង់ចាមក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យកកស្ទះចរាចរណ៍ឡើយដោយសារតែកើតហេតុក្នុងពេលរំលងអធ្រាត្រតែក៏រំខានដល់ការសម្រានរបស់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបច្ចុប្បន្នជនរងគ្រោះជាអ្នកបើកបរត្រូវបានដឹកតាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវរងចាំដោះស្រាយតាមនីតិវិធីច្បាប់ក្រុមហ៊ុន Maka សាងសង់ TSE ផ្ដល់សេវាប្រឹក្សាយោបល់និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ជាសកលទំនាក់ទំនង Telegram លេខ015 299 697